យោងទៅតាមការស្ទង់មតិប្រចាំសប្តាហ៍ចុងក្រោយរបស់ស្ថាប័ន Kikonu បានបង្ហាញថាអ្នកជំនាញនៅតំបន់ Wall Street បានបោះបង់ចោលការរំពឹងទុកទៅលើទស្សនវិស័យរបស់មាសរយៈពេលខ្លីខណៈដែលវិនិយោគិនទូទៅបានប្តូរមកយល់ឃើញថាតម្លៃមាសនឹងបន្តធ្លាក់ចុះបន្ទាប់អំពីការបង្ហាញលទ្ធផលមិនល្អនៅក្នុងសប្តាហ៍នេះជាលទ្ធផលអ្នកចូលរួមនៅក្នុងការស្ទង់មតិពីតំបន់ Wall Street ចំនួន18នាក់នៅក្នុងនោះ3នាក់ថាសប្តាហ៍ក្រោយនេះមាសមានការឡើងថ្លៃស្មើនឹង17%ចំណែកឯ12នាក់ស្មើនឹង67%ថាសប្តាហ៍នេះមាសធ្លាក់ចុះដែលឡែក3នាក់ស្មើនឹង17%ថាសប្តាហ៍នេះមាសមានការរក្សាតម្លៃនៅក្នុងកម្រិតបច្ចុប្បន្នចំពោះវិនិយោគិនទូទៅដែលបានចូលរួមក្នុងការស្ទង់មតិអនឡាញមានចំនួន309នាក់នៅក្នុងនោះ147នាក់ស្មើនឹង48%ថាសប្តាហ៍ក្រោយមាសឡើង104នាក់ស្មើនឹង34%ថាសប្តាហ៍ក្រោយមាសចុះចំណែកឯ58នាក់ស្មើនឹង19%ថាសប្តាហ៍ក្រោយមាសរក្សានៅក្នុងកម្រិតបច្ចុប្បន្ន